Hello សួស្តីអ្នកនាងខ្ញុំនិយាយពីតារាងមួយនេះវាជាប្រភេទតារាងដែលគេវាតម្លៃទៅកម្រិតប្រជាប្រិយភាពរបស់តារាអញ្ចឹងណាដោយសារតែខ្ញុំផុសទៅមានអ្នកគាត់ឆ្ងល់មានអ្នកអីអញ្ចឹងគាត់អត់សូវយល់អញ្ចឹងណាគាត់ comment ហើយនឹងគាត់ឆាតមកខ្ញុំសុំឲ្យខ្ញុំរៀងលម្អិតអីអញ្ចឹងណាអូខេឥឡូវយើងកុំឲ្យឆាតពេលយូរយើងទៅមើលតារាងហ្នឹងទាំងអស់គ្នាឥឡូវយើងមកមើល F+ មានណាគេខ្លះនេះមានឈ្មោះនៅលើនឹងស្រាប់អីចឹងខ្ញុំមិនចាំបាច់អានឈ្មោះគាត់ទេត្រូវអត់ដោយសារអ្នកនរគ្នាស្គាល់គាត់ហើយណាក្នុងតារាងហ្នឹងអ្នកនរគ្នាឃើញចាប់ត្រឹម A ហ្នឹងវាអត់ចប់ទេណាគឺមានទៅដល់ B + B C + C អីចឹងទៅប៉ុន្តែដោយសារតែត្រឹម A ឡើងមកលើហ្នឹងគឺគេជ្រើសរើសបែបលំដាប់មួយណាវាថាខ្លាំងហ្មងអាចនិយាយបានថាដូចយើងរៀនចឹងអ្នកគ្នា A B C ចឹងវាអញ្ចឹងណាវាបែបផែនបែបហ្នឹងហើយសម្រាប់តារាដែលគាត់ស្ថិតនៅក្នុង A+ ហ្នឹងគឺជាប្រភេទតារាដែលគេអាចនិយាយបានថាលំដាប់ដែរមិនមែនស្គាល់ត្រឹមតែប្រទេសចិនណាសូម្បីតែនៅខាងក្រៅប្រទេសផ្សេងទៀតក៏គេស្គាល់គាត់ដែរហើយកម្រិតនៃការស្គាល់ហ្នឹងគឺវារបៀបចេះអ្នកគ្នាពេលដែលគាត់ទៅណាទៅណីអញ្ចឹងនៅប្រជាជននៅក្នុងប្រទេសចិនហ្នឹងគឺភាគច្រើនគឺស្គាល់គាត់ហ្មងឃើញរូបស្គាល់ហើយអីស្គាល់តារាខ្លះគាត់ល្បីមែនប៉ុន្តែពេលដែលទៅតំបន់ឆ្ងាយអីអញ្ចឹងគេស្គាល់គាត់អីលើឧទាហរណ៍មួយចោលដូចចៅលីអ៊ីងឬក៏អាចារ្យលីហ្វៃអីចឹងយើងក្មេងជំនាន់ក្រោយយើងក៏អាចតន់រឿងរបស់គាត់ដែរណាប៉ុន្តែយើងស្គាល់គាត់អ្នកគ្នាយើងស្គាល់គាត់នៅរឿងថ្មីរបស់គាត់ហើយគាត់ល្បីតាំងពីជំនាន់ម៉ាក់ប៉ាយើងយាយតាយើងតែគេមើលរឿងគាត់អីចឹងហើយសម្រាប់ការវិភាគផ្សេងដើម្បីដាក់ចំណាត់ថ្នាក់ឲ្យត្រូវទៅតាមសមត្ថភាពរបស់ពួកគាត់ហ្នឹងគឺគេមើលទៅលើ8ចំណុចអ្នកគ្នាទី1សមត្ថភាពរបស់ពួកគាត់អ្នកគ្នាសមត្ថភាពខ្លាំងដែលខ្ញុំនិយាយហ្នឹងគឺវាតាក់ទងជាមួយនឹងឥទ្ធិពលរបស់គាត់ផ្ទាល់ហ្មងអ្នកគ្នារបៀបថាចេះរឿងហ្នឹងពេលដែលគាត់ថតពេលដែលគាត់សម្ដែងនិយាយទៅគឺមិនចាំបាច់ធ្វើ marketing មិនចាំបាច់ promote អីញ៉ៃរឿងហ្នឹងដល់ទៅមកចាក់មកគឺដឹងតែផ្ទុះហ្មងទាំង quality ទាំងសមត្ថភាពសម្ដែងទាំងឥទ្ធិពលនៃការជំរុញឲ្យរឿងនឹងផ្ទុះគឺទៅអូតូហ្មងអ្នកគ្នានិយាយទៅគឺអត់មានហានិភ័យថារឿងហ្នឹងតួនឹងតារាម្នាក់ហ្នឹងថតហើយធ្លាក់ចុះក្បាលដាំចុះក្រោមវិញ no អត់មានទេអ្នកគ្នាតាក់ទងជាមួយនឹងគាត់កាន់ទៅលើ brand ធំ brand ណាខ្លះដែលគាត់កាន់នៅក្នុងដៃពេលដែលគេយកគាត់ធ្វើជា brand ambassador អញ្ចឹងគេមានតម្លៃខ្លួនរបស់គេអញ្ចឹងណាហើយមួយវិញទៀតគឺជាធម្មតាតារាណាក៏ដោយគឺតែងតែប្រកាសទៅលើចំណូលរបស់ខ្លួនឯងជារៀងរាល់ឆ្នាំគឺគេប្រកាសដើម្បីប្រកាសគុណប្រកាសអីចឹងទៅប៉ុន្តែយើងចាក់ស្ដាយយើងអត់ដឹងទេណាអញ្ចឹងកុំជួយខ្ញុំថាពួកគាត់មានលុយប្រមាណអីមានប្រមាណគឺបើនិយាយពីប្រហាក់ប្រហែលអាចប៉ុន្តែបើថាឲ្យជាក់លាក់មកខ្ញុំអត់ដឹងទេទី2គឺវាតម្លៃទៅលើសមិទ្ធផលស្នាដៃអាហ្នឹងមានន័យថាចេះឧទាហរណ៍ថាគាត់ថតរឿងអីមួយចឹងរឿងហ្នឹងចាក់ផ្សាយហើយឧទាហរណ៍រឿងអាចារ្យចៅលីអ៊ីងឬក៏រឿងរបស់អាចារ្យលីហ្វៃឬក៏អាចារ្យយ៉ាងជឿចោះរឿងគាត់ចេញមកចាក់ផ្សាយហើយចឹងណាគឺទទួលបាន rate បាន rate សុទ្ធតែខ្ពស់លើស5លើស6 7 8អញ្ចឹងទៅអញ្ចឹងណាហើយមួយទៀតគេមើលទៅលើការវាតម្លៃពីអ្នកវិភាគឬក៏សារព័ត៌មានអីចឹងទៅរបៀបថាអូពេលដែលរឿងនឹងចាក់ផ្សាយគឺមានអ្នកដែលគេវិភាគសាច់រឿងគេវិភាគពីតួអង្គគេវិភាគអីចឹងណាហើយសារព័ត៌មានក៏យករឿងនឹងមកចុះផ្សាយអីចឹងដែរទី3គឺវិភាគទៅលើកម្រិតប្រជាប្រិយភាពរបស់តារាមួយហ្នឹងដែលយើងមើលទៅលើ follower ហ្នឹងគឺមានដូចជា follower នៅក្នុង Weibo 抖音Bilibili អីចឹងទៅអ្នកមានថាមានចំនួនប្រមាណអីចឹងណាហើយចំណុចមួយទៀតគឺតាក់ទងជាមួយនឹងការប្រើ hashtagចាអាកន្លែង hashtag នេះខ្ញុំសូមបញ្ជាក់តិចអ្នកនរឃើញនៅក្នុង page ខ្ញុំក៏ខ្ញុំផុសហើយក៏ខ្ញុំដាក់ hashtag ហ្នឹងដែរអញ្ចឹងនៅចិនក៏គេដាក់ដែរអ្នកនរគេផុសពី idol របស់គេគេតែងតែដាក់ hashtag ហ្នឹងអញ្ចឹងគេមើលទៅលើចំនួនអ្នកផុសអំពីតារាមួយហ្នឹងតើច្រើនកម្រិតណាអញ្ចឹងណាអញ្ចឹងវាអត់ខុសអីពីខ្ញុំដាក់ទេអ្នកនរអញ្ចឹង hashtag ដែលគេដាក់ហ្នឹងវាមិនមែនអត់ប្រយោជន៍ទេអ្នកនរវាមានប្រយោជន៍មួយទៀតដែលសំខាន់ហ្នឹងអ្នកនរអត់ចាំបាច់ទៅអង្គុយសួរគេថាអូរឿងហ្នឹងឈ្មោះអីតួប្រុសនេះឈ្មោះអីទេដោយសារតែគេបានសរសេរដាក់នៅក្នុង hashtag ហ្នឹងស្រាប់ហើយហើយចំណុចមួយទៀតវាតាក់ទងជាមួយនឹងការចូលរួមកម្មវិធីផ្សេងៗដូចជា fan meeting ដូចជា concert អីចឹងណាគេវិភាគទៅលើទិន្នន័យអ្នកចូលរួមហ្នឹងចាក់ផ្សាយរឿងហ្នឹងគេមាន fan meeting អញ្ចឹងគេមើលថាចំនួននៃអ្នកចូលរួមហ្នឹងមានច្រើនប៉ុណ្ណាសន្ទុះនៃការគ្រប់គ្រងហ្នឹងខ្លាំងប៉ុណ្ណាហោដូចខ្ញុំលើកឧទាហរណ៍ងាយយល់ណាដូចជាពូលីមនីងអញ្ចឹងគាត់ធ្វើ concert អញ្ចឹងគេមើលទៅលើការលក់សំបុត្ររបស់គាត់ថាប្រហែលនាទីប្រហែលម៉ោងដាច់សំបុត្រដាច់ stock មាន fan ចូលរួមប្រហែលអញ្ចឹងណាគេមើលតាមនឹងអ្នកគ្នាចំណុចទី4គឺវិភាគទៅលើភាពពេញនិយមតាក់ទងជាមួយនឹងព័ត៌មានរបស់ពួកគាត់ឧទាហរណ៍ថាពួកគាត់ឡើង hot search រហូតនៅក្នុង Weibo អញ្ចឹងវាឡើង hot search លេខ1លេខ2លេខ2ជាញឹកញាប់នៅក្នុង platform មួយនឹងអីចឹងទៅប៉ុន្តែមិនមែន hot search បែបអាក្រក់ណាអ្នកគ្នាទៅគឺ hot search បែបល្អអ្នកគ្នាទី2តាក់ទងជាមួយនឹងការវិភាគសារផ្សេងឧទាហរណ៍ថាអូពួកគាត់ចេញទៅ event អីមួយឬក៏កម្មវិធីអីណាមួយឬក៏ធ្វើ fan meeting ឬក៏មានរឿងចេញរឿងរបស់គាត់ចាក់ផ្សាយអញ្ចឹងទៅគឺមានការបង្កើតជាវេទិកានៃការវិភាគសារទៅលើរឿងរបស់គាត់នឹងច្រើនមានសន្ទុះផ្ទុះខ្លាំងអីចឹងតែហ្នឹងគឺគេវិភាគទៅលើរឿងអស់ហ្នឹងដែរបើមិនជារៀងរាល់ឆ្នាំគ្រប់រឿងដែលគាត់ចេញឬក៏គ្រប់សកម្មភាពរបស់គាត់គឺគាត់តែងតែឡើង hot search ជាញឹកញាប់អាហ្នឹងបានន័យថាគាត់អែមខ្លាំងអ្នកគ្នាទី5គឺគេវិភាគទៅលើសមត្ថភាពផ្ទាល់ខ្លួនរបស់ពួកគាត់អ្នកគ្នាតើគាត់មានពហុជំនាញអីខ្លះដូចជាតារាខ្លះចឹងគាត់ចេះទាំងសម្ដែងគាត់ចេះទាំងច្រៀងគាត់ចេះទាំងរាំគាត់ចេះទាំងភ្លេងហើយសូម្បីតែរបាំអីផ្សេងៗក៏គាត់ចេះច្រើនមុខដែរចឹងណាអញ្ចឹងគេមើលទៅលើជំនាញរបស់គាត់ទាំងអស់ហ្នឹងហើយមួយទៀតគឺតាក់ទងជាមួយនឹងពានរង្វាន់របស់គាត់អ្នកគ្នានិយាយទៅ
តារាមួយគឺគេទទួលបានពានរង្វាន់សឹងតែគ្រប់គ្នាទាំងអស់ហ្នឹងគាត់ថាអ្នកខ្លះបានច្រើនអ្នកខ្លះបានតិចអីចឹងណាយើងចាក់ស្ដាយយើងមើលទៅឧទាហរណ៍ងាយយល់ណាដូចជាកម្មវិធី Weibo ណាយកម្មវិធីហ្នឹងគឺគេចែកពានចែកអីចឹងទៅអ្នកខ្លះទៅបានតែមួយទេអ្នកខ្លះទៅបាន3អ្នកខ្លះទៅបាន2អីចឹងណាសរុបទាំងអស់តែគាត់បានអីខ្លះអ្នកខ្លះបានតារាសម្ដែងឆ្នាំប្រចាំឆ្នាំមានប្រជាប្រិយភាពប្រចាំឆ្នាំអញ្ចឹងទៅណាវារបៀបអញ្ចឹងគេវិភាគទៅលើអាពានរង្វាន់របស់គាត់នឹងដែរហើយត្រង់ចំណុចពានរង្វាន់ហ្នឹងខ្ញុំសូមបញ្ជាក់តិចអ្នកគ្នាដោយសារតែកន្លែងហ្នឹងក៏មានមីងម្នាក់គាត់ឆាតមកសួរខ្ញុំដែរថាតារាដែលបានពានហ្នឹងភាគច្រើនដោយសារតែពួកគាត់ស្ថិតនៅក្នុងលំដាប់ A+ A ឬក៏ A+ A ហ្នឹងមិនមែនបានជាគាត់បានពានហ្នឹងនិយាយទៅបើមិនឲ្យមិនកើតអីអញ្ចឹងណា No អ្នកនរគ្នាកុំច្រឡំចាមិនអាចច្រឡំទេកន្លែងនេះគឺច្រឡំគឺធំមកដោយបញ្ហាកន្លែងហ្នឹងបញ្ហាដូចខ្ញុំបញ្ជាក់ពីដើមអញ្ចឹងថាការវាតម្លៃមួយនេះគឺមិនមែនជាផ្លូវការអីទេតែថាជឿជាក់បានពី80ទៅ90%ទៅលើតារាមួយហ្នឹងប៉ុន្តែជាក់ស្ដែងថាដែលគេប្រគល់ពានទៅតារាណាមួយគេអត់មើលតារាហ្នឹងទេអ្នកនរគ្នាគេមើលទៅលើសមត្ថភាពរបស់តារាម្នាក់នោះមិនមែនថាអូម្នាក់ហ្នឹងនៅក្នុង S នេះអញត្រូវតែឲ្យអត់កើតទេអត់ទេអ្នកនរគ្នាតារាហ្នឹងគឺវាតម្លៃចេញពីពានដែលតារាហ្នឹងទទួលបានថាគាត់បានអីខ្លះអីខ្លះអញ្ចឹងគេយកទៅវិភាគគេយកទៅវាតម្លៃថាគាត់សំនឹងនៅកន្លែងនេះព្រោះតារាហ្នឹងគាត់បានពានច្រើនណាហើយពានគាត់តតជាមួយនឹងសមត្ថភាពគាត់ចេះរបៀបអញ្ចឹងវិញណាអញ្ចឹងខ្ញុំបញ្ជាក់កន្លែងហ្នឹងណាកុំយល់ច្រឡំតទៀតចាចំណុចទី6គឺវិភាគទៅលើសក្តានុពលរបស់ក្រុមហ៊ុនអ្នកនេះវាបែបចេះអ្នកនេះឧទាហរណ៍ថាម្នាក់ហ្នឹងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនមួយណាហើយអកិច្ចសន្យាថ្លៃខ្លួនរបស់គាត់ហ្នឹងតម្លៃប៉ុណ្ណាអញ្ចឹងណាដឹងតែក្រុមហ៊ុនហ្នឹងរៀងធំតម្លៃខ្លួនរបស់គាត់ខ្ពស់ដែរនៅក្នុងហ្នឹងហ្នឹងគឺគេវិភាគអញ្ចឹងណាហើយមួយទៀតគឺការសម្ដែងការថតរឿងការសហការផ្សេងៗជាមួយនឹង platform ធំៗដូចជាក្រុមហ៊ុន IQIYI Tencent ក៏ដូចជា CCTV អីចឹងទៅអានេះ CCTV ហ្នឹងគឺជាប៉ុស្តិ៍ទូទស្សន៍របស់ជាតិចូលមកដល់ចំណុចទី7តាក់ទងជាមួយនឹងការវិភាគទៅលើសកម្មភាពល្អៗរឿងរ៉ាវល្អៗនិយាយទៅគឺគេហៅថារូបភាពវិជ្ជមាននៅក្នុងសង្គមណាអ្នកគ្នាដែលវាតាក់ទងជាមួយនឹងប្រវត្តិការងាររបស់ពួកគាត់ឧទាហរណ៍ថាពួកគាត់ទៅធ្វើការនៅកន្លែងនេះកន្លែងនោះធ្វើការជាមួយ director នេះ director នោះក្រុមហ៊ុននេះក្រុមហ៊ុននោះគឺអត់ដែលមានបញ្ហាចំនួនអីទាំងអស់ពេលចូលថតគឺថតធម្មតាអត់ដែលមានចំនួនជាមួយ director ត្រូវបដូរ director នេះបដូរ director នោះមានចំនួនជាមួយនឹងអ្នកដឹកនាំរឿងនេះអ្នកដឹកនាំរឿងនោះឆ្លោះជាមួយតារាដូចគ្នាប្រវត្តិអត់ហ្នឹងគឺពួកគាត់ដែលមានទេអត់ដែលមានទំនាស់ជាមួយអ្នកណាទាំងអស់មិនថាជាក្រុមហ៊ុនដែលគាត់នៅក្រៅបង្គាប់មិនថាទំនាស់ជាមួយនឹង manager ទំនាស់ជាមួយនឹងក្រុមការងារគឺអត់ដែលមានតែម្ដងចឹងហើយបានតារាចិនភិកច្រើនថានៅក្នុងក្រុមហ៊ុនណាមួយពេលដែលដឹងថាគេស៊ីខ្សែលើមិនក៏ដោយដឹងថាគេរំលោភបំពានគាត់មិនក៏ដោយគឺមានតែពាក្យថារងចាំផុតកុងត្រាគឺគាត់អត់ដែលទៅឆ្លោះអត់ដែលទៅញ៉ៃញ៉ៃអីច្រើននេះគឺទ្រាំអ្នកគ្នាអ្នកខ្លះទៅគាត់ទ្រាំអត់បានគឺគាត់ប្តឹងអីចឹងណាតែអ្នកខ្លះគាត់ព្យាយាមទ្រាំដើម្បីឲ្យចាប់ទៅពេលដែលគាត់ចាប់គាត់ឈប់គឺឈប់ដោយអាចនិយាយបានថានៅរក្សាទំនាក់ទំនងមួយដដែលអត់ឆ្លោះគ្នាអត់ខឹងគ្នាអីទេប៉ុន្តែយើងខ្លួនឯងយើងដឹងច្បាស់ថាគេបំពេញយើងមិនបង្កឲ្យមានចំនួនអីចឹងណារបៀបអញ្ចឹងណាតកតងជាមួយនឹងសកម្មភាពសប្បុរសធម៌ផ្សេងជាពេលដែលគេមានទឹកជំនន់គេមានបញ្ហាអីផ្សេងនៅក្នុងប្រទេសចិនហ្នឹងឃើញពួកគាត់នាំគ្នាបរិច្ចាគម្នាក់ម៉ានខ្លះទៅ10 20 30 ម៉ឺនអាខ្លះកន្លះលានក៏មានដែររបៀបអញ្ចឹងណាអានឹងគេហៅថាកម្មវិធីសប្បុរសធម៌ពេលខ្លះទៅដូចជានៅខាងសាលារៀននៅក្នុងខេត្តដែលគាត់រស់នៅកម្មវិធីជាតិអីផ្សេងគឺគាត់ទៅចូលរួមម្នាក់គ្នាហើយភាពអត់ធ្មត់នៅក្នុងការងារក៏ចឹងដែរគ្នាអ្នកខ្លះទៅអូញ៉ាំញញើច្រើនមែនតើអូក្តៅថតងាយថតងាយសម្រាប់អញ្ចឹងណាពេលដែលត្រូវឈុតវាយគ្នាតបកាត់ចាក់អីចឹងចាប្រើតួជំនួសរហូតនិយាយទៅពេលដែលគេប្រើតួជំនួសហ្នឹងគឺគេប្រើដើម្បីតែវាថាចែកកន្លែងខ្លះគឺគ្រោះថ្នាក់ខ្លាំងអញ្ចឹងគេខ្លាចថាពេលដែលយើងថតខ្លួនឯងពេលមានបញ្ហាទៅសាច់រឿងហ្នឹងបន្តអត់ទាន់គេហៅថា deadline នេះណាគ្នាអញ្ចឹងគេតម្រូវឲ្យមានតួជំនួសប៉ុន្តែតារាខ្លះទេអ្នកគ្នាញ៉ាំអញ្ចឹងខ្លះមែនតើនិយាយអូយតួជំនួសអត់ធ្វើខ្លួនឯងទេខ្លាចត្រូវនេះខ្លាចត្រូវនោះខ្លាចមុតនេះខ្លាចមុតនោះអូយក្តៅចេះក្តៅចុះចាគឺសពគ្រប់បែបយ៉ាងស្មើតា make up នឹងត្រូវចិត្តដែរហើយតែតងនៅក្នុងអាចនិយាយបានថាសិលធម៌សង្គមអ្នកគ្នាដែលឃើញតារាធំតារាដើម្បីគាត់ទៅជេរ fan វាយបោះបោកទូរស័ព្ទ fan អីអត់ដែរត្រូវអាហ្នឹងគេហៅថាសិលធម៌នៅក្នុងសង្គមគាត់ដឹងថាម្នាក់ហ្នឹងអត់ល្អទេថតគាត់ទៅចេះប៉ុន្តែគាត់អត់ទៅបន្ទុះសារាយអីជាមួយគេអត់មកគេដែលឃើញចាយយ៉ាងជឿអាចារ្យចាលីអ៊ីងអាចារ្យលីហ្វេអីទៅកឆក់ទូរស័ព្ទ fan ជេរ fan អីអត់ដែរទេត្រូវអត់ហើយអាហ្នឹងក៏ជាផ្នែកមួយដែរដែលគេយកទៅវិភាគហើយគេចាត់គាត់ចូលជាតារាប្រភេទអីហ្នឹងខ្ញុំនិយាយនេះមិនមែនបានន័យថាតារាដែលគាត់ទប់កំហឹងខ្លួនឯងបានគាត់ស្រែកឲ្យ fan គាត់ទៅកឆក់ទូរស័ព្ទ fan បោកចោលឬក៏អីហ្នឹងចរិតអត់ល្អអីអ្នកគ្នាពេលខ្លះគឺអ្នកគ្នាទប់អត់បានតែអញ្ចឹងណាប៉ុន្តែអាការដែលគេវិភាគគេជ្រើសរើសចម្រាញ់ចេញមកហ្នឹងគឺគេចង់ឲ្យស័ក្តិសមថាអូម្នាក់ហ្នឹងពិតជាសមគាត់សមនៅក្នុងអន្តរាយចំណុចហ្នឹងខ្លាំងហ្មងដោយសារអីគាត់ទាំងការគ្រប់គ្រងអារម្មណ៍ខ្លួនឯងការគ្រប់គ្រងកំហឹងខ្លួនឯងការគ្រប់គ្រងខ្លួនឯងគឺអូខេគឺពិតជាស័ក្តិសមក្នុងការទទួលយកតំណែងហ្នឹងមែនទោះជា fan បុកសម្រុកចង់ជន់ងាប់មិនក៏ដោយក៏នៅតែរក្សាភាពស្ងៀមស្ងាត់ញញឹមនិយាយដោយសំឡេងស្មើស្រួល
ស្រទន់ទៅតែម្ដងចាជាក់ស្ដែងគឺពូឆឹងអ៊ីរបស់ខ្ញុំអ្នកគ្នាចង់រុញគាត់ខ្ទប់មិនក៏ដោយគឺ always ធម្មតាពេលខ្លះគឺគ្នាឆ្លត់វិញនេះចង់គ្នាភ័យវិញណាចូលមកដល់ចំណុចទី8ដែលជាចំណុចចុងក្រោយតាមពិតទៅអាចនិយាយបានថាវាមិនមែនតែ8ចំណុចហ្នឹងណាអ្នកគ្នាវាមានតទៀតប៉ុន្តែខ្ញុំលើកតែ8ចំណុចធំៗហ្នឹងមកទេចំណុចទី8ណាវាតកតទៅជាមួយនឹងការវិភាគទៅលើអតិពលអន្តរជាតិអតិពលផ្សព្វផ្សាយនៅបរទេសហ្នឹងរបៀបឧទាហរណ៍ថាគាត់កាន់ brand មួយអញ្ចឹងអតិពលរបស់គាត់ហ្នឹងធ្វើឲ្យជនបរទេសហ្នឹងទិញផលិតផលនឹងច្រើនឬក៏ស្គាល់គាត់ច្រើនទុកចិត្តគាត់ច្រើនអីចឹងទៅវាបែបអញ្ចឹងណាអ្នកគ្នាសរុបរួមមកវិញសម្រាប់តារាដែលគាត់ស្ថិតនៅក្នុងលំដាប់ S+ S អីអស់ហ្នឹងគឺពួកគាត់សុទ្ធតែអត់មានរឿងអាស្រូវមានរឿងអាស្រូវរញ៉េរញ៉ៃស្នេហាអីស្អីគឺអត់មានទេអ្នកគ្នាហើយសម្រាប់ហានិភ័យផ្សេងឧទាហរណ៍ថាdirector ហ្នឹងឬក៏អ្នកផលិតរឿងហ្នឹងគេយកគាត់ទៅថតរឿងចប់ហើយរឿងហ្នឹងត្រូវផ្អាកបានចាក់ផ្សាយដោយសារតែបញ្ហាតារាហ្នឹងអីចឹងណាគឺអត់មានទេអ្នកគ្នាគឺអត់តែម្ដងចឹងបាទពួកគាត់ហ្នឹងតម្លៃខ្លួនខ្ពស់អញ្ចឹងណាមិនថាតារាប្រុសតារាស្រីទេអញ្ចឹងសម្រាប់អ្នកដែលគាត់ចង់ដឹងថាតារាប្រុសអ្នកណាខ្លះមើលតារាហ្នឹងទៅតារាស្រីអ្នកណាខ្លះមើលតារាហ្នឹងទៅដឹងហើយថាមានអ្នកណាខ្លះហើយមួយទៀតដែលខ្ញុំចង់បញ្ជាក់បើសិនជាអ្នកនរគ្នាអត់ឃើញតារាដែលអ្នកនរគ្នាស្រឡាញ់ស្ថិតនៅក្នុងចន្លោះអីចឹងអ្នកនរគ្នាកុំទាន់ជ្រួលច្បល់ឬក៏ឆ្ងល់ថាអី idol អញល្បីដែរថៃមិនអត់មានក្នុងហ្នឹងតារាហ្នឹងគឺគេដាក់អត់ទេនៅមានទៀតប៉ុន្តែនេះគឺគេសម្រាំងចេញមកយ៉ាងណាហើយយើងត្រូវពិនិត្យមើលដែរថាចេះតើពេលដែលយើងអត់ឃើញគាត់នៅក្នុងហ្នឹងidol អញមានបញ្ហាអីអត់ឧទាហរណ៍ថាពេលខ្លះគាត់ល្បីអ្នកគ្នាប៉ុន្តែគាត់កំពុងតែមានបញ្ហាជាមួយនឹង agency របស់គាត់ឬក៏គាត់កំពុងតែមានបញ្ហាអីផ្សេងតាក់ទងជាមួយនឹងវាដូចពាក្យចចាមរាមិនល្អអីអញ្ចឹងណាព្រោះថាតារាងមួយនេះគឺគេស្រង់គេសម្រិតសម្រាំងចេញមកអស់ហើយអ្នកគ្នាសម្រាប់អ្នកដែលគាត់អត់មានបញ្ហាដូចជាពាក្យចាមរាមិនល្អបញ្ហាចំនួនជាមួយនឹង agency បញ្ហាចំនួនជាមួយនឹងក្រុមការងារអីផ្សេងៗតើតាអត់មានគេសម្រិតសម្រាំងចេញមកទាំងអស់បានគេរើសមកដាក់ចង់និយាយអញ្ចឹងណាចឹងបើសិនជាយើងអត់ទាន់ឃើញគាត់នៅក្នុងហ្នឹងទេបើនេះថាគាត់អាចនឹងមានបញ្ហាអស់ហ្នឹងដែរហើយមួយវិញទៀតគឺវាមិនដាច់ត្រឹមនឹងនេះអ្នកនរគ្នាវាមានច្រើនអ្នកទៀតដែលនៅក្នុង A ហ្នឹងអូខេឥឡូវខ្ញុំមានតែប៉ុណ្្នឹងឯងអ្នកនរគ្នាខ្ញុំអត់មានអីបន្ថែមទេបើសិនជាអ្នកនរគ្នាស្ដាប់ទៅមានចំណុចកន្លែងណាដែលអ្នកនរគ្នាអត់សូវយល់ឬក៏ស្ដាប់ទៅដូចអត់សូវច្បាស់អីអញ្ចឹងអ្នកនរគ្នាអាច comment នៅខាងក្រោមសួរបន្ថែមបានហើយបើសិនជាអ្នកនរគ្នាចង់ដឹងរឿងអីផ្សេងទៀតអ្នកនរគ្នា comment នៅខាងក្រោមមកខ្ញុំនឹងព្យាយាមទៅរកព័ត៌មានហើយធ្វើជាវីដេអូចែកជូនទៅដល់អ្នកនរគ្នាប៉ុន្តែបើសិនជាអ្នកនរគ្នាសួរខ្ញុំតាក់ទងជាមួយនឹងរឿងផ្ទាល់ខ្លួនរបស់តារាគឺខ្ញុំសូមណូឲ្យអ្នកនរគ្នាដូចជាតារានេះឆ្លាញ់គ្នាជាមួយអ្នកនេះមែនតារានេះមានប្រពន្ធមែនតារានេះប្រពន្ធមុខមិនម៉េចឪម៉ែមុខមិនម៉េចប្រពន្ធធ្វើការងារអីឪម៉ែធ្វើការងារអីអតីតសង្សារជាអ្នកណាអតីតប្រពន្ធជាអ្នកណាចានេះខ្ញុំសូមបដិសេធនេះខ្ញុំអត់មានទទួលធ្វើវីដេអូអត់ទេចានិយាយទៅគឺខ្ញុំអត់និយាយពាក់ព័ន្ធជាមួយនឹងរឿងឯកជនរបស់គេគឺខ្ញុំអត់ប៉ះពាល់ទេបើសិនជាពួកគាត់ប្រកាសពីតំណែងរបស់គាត់អីផ្សេងៗនៅក្នុងវេបផ្ទាល់ខ្លួនរបស់គាត់អាហ្នឹងអូខេខ្ញុំយកមកផុសបន្តអីហ្នឹងទៅតែបើសិនជាគាត់អត់មានអីទេអ្នកនរគ្នាសួរខ្ញុំពីតំណែងគាត់ទៅលើគេ ship គឺអីហ្នឹងអ្នកនរខ្ញុំសូម say no ហើយខ្ញុំបាយបាយហើយជាចុងក្រោយក៏សូមអរគុណទៅដល់អ្នកឧបត្ថម្ភកម្មវិធីរបស់ខ្ញុំផងដែរនេះចាបើសិនជាអ្នកទាំងអស់គ្នាចង់សាក់មិនថាជាឈ្មោះ idol បែបអ្នកតនីផ្សេងៗអញ្ចឹងណាឬក៏អ្នកនរគ្នាចង់សាក់បែបជាសានតារានិករបស់អ្នកទាំងអស់គ្នាឬក៏ពាក្យភាសាចិនដែលមានអត្ថន័យផ្សេងៗឬភាសាយ័ន្តស្អីអ្នកទាំងអស់គ្នាអាចទៅរកគាត់បានមិនថាគាត់ sponsor គាត់ឧបត្ថម្ភឲ្យខ្ញុំនិយាយល្អពីគាត់ឯណាអត់ទេអ្នកនរគ្នាគឺល្អមែនចាអរគុណបាយបាយ